សួស្តីអ្នកទាំងអស់គ្នានេះគឺជា Zephyrus Duo GX 651AX Gaming Laptop អេក្រង់ភ្លោះទំហំ 16 អ៊ីនដំបូងគេបំផុតនៅលើពិភពលោក Gaming Laptop អេក្រង់ភ្លោះចំនួនថ្មីនេះគឺត្រូវបានក្រុមហ៊ុន Design ឡើងយ៉ាងពិសេសបំផុតដើម្បីជួយឲ្យអ្នកលេង Game អាជីពក៏ដូចជាអ្នកបង្កើតមាតិកាកំពូលកាន់តែមានភាពជឿជាក់ខ្លាំងថែមទៀតជាមួយនឹងបទពិសោធន៍លេង Game ថ្មីៗក៏ដូចជាការ Design ប្រកបដោយភាពច្នៃប្រឌិតខ្ពស់មុននឹងចូលដល់ការបង្ហាញនៅវីដេអូពេញក្រុមការងារ Elite Level សូមបង្ហាញជូននៅលក្ខណៈពិសេសខ្លះៗដែលមាននៅលើ Gaming Laptop អេក្រង់ភ្លោះចំនួនថ្មីនេះជាមុនសិន Gaming Laptop អេក្រង់ភ្លោះចំនួនថ្មីនេះគឺមានការបំពាក់មកជាមួយនៅអេក្រង់ OLED ដែលមានការទ្រទ្រង់ដោយបន្ទះអេក្រង់ ROG Nebula HDR OLED Display កម្រិតដល់ទៅ 3K ហើយក៏ជា Gaming Laptop អេក្រង់ភ្លោះទំហំ 16 អ៊ីនប្រភេទ OLED ដំបូងគេបំផុតនៅលើពិភពលោកដែលដំណើរការនៅលើ CPU Intel Core Ultra 9 ដែលមានលេខ 386H និងមានការអមដំណើរដោយ Intel AI Boost NPU មានល្បឿនគណនារហូតដល់ទៅ 50 TOPS ក៏ដូចជាដំណើរការនៅលើ Graphic Card Nvidia GeForce RTX 5090 Laptop GPU ដែលមានកម្រិត TPG 150W Max ថែមទៀតផងបាទឥឡូវនេះកុំឲ្យខាតពេលយូរយើងចូលមកដល់ការបង្ហាញនៅវីដេអូពេញលេញវិញម្ដងបាទហើយជាដំបូងនេះដែរក្រុមការងារយើងសូមបង្ហាញពីការ Design រូបរាងជាមុនសិនបាទ Gaming Laptop អេក្រង់ភ្លោះ Zephyrus Duo GX 651AX ថ្មីនេះគឺមានតួខ្លួនស្រោបដោយលោហៈអាលុយមីញ៉ុមដែលមានគុណភាពខ្ពស់និងមានការកាត់ច្រឹបហ្គេមបានយ៉ាងប្រណិតដោយម៉ាស៊ីនកាត់ CNC ហើយនឹងមានជម្រើសពណ៌ដ៏ទាក់ទាញបំផុតហៅថា Stellar Grey ដែលជាពណ៌ប្រផេះមើលទៅប្រណិតមែនទែនបាទហើយជាមួយនឹងការបង្ហាញខ្លួននៅលើទីផ្សារនាពេលនេះ Zephyrus Duo ចំនួនថ្មីនេះគឺមានការបំពាក់មកជាមួយនៅអេក្រង់ភ្លោះប្រភេទ Touch Screen ដែលមានការទ្រទ្រង់ដោយបច្ចេកវិទ្យាអេក្រង់ចំនួនថ្មីហៅថា ROG Nebula HDR OLED Display កម្រិតដល់ទៅ 3K ហើយអេក្រង់នេះគឺអាចបង្ហាញចេញនៅវីដេអូបានយ៉ាងច្បាស់និងមានភាពរស់រវើកបំផុតជាពិសេសបងប្អូនក៏អាចធ្វើការប៉ះបញ្ជាទៅលើមុខងារនានាលើអេក្រង់នេះបានយ៉ាងរលូនថែមទៀតផងអ្វីដែលកាន់តែពិសេសនោះអេក្រង់ទាំងពីរនេះគឺមានការឆ្លើយតបលឿនមែនទែនដោយមានល្បឿនរហូតដល់ទៅ 0.2 millisecond ហើយនឹងមានល្បឿន refresh rate ខ្ពស់រហូតដល់ 120Hz ថែមទៀតផងនិយាយរួមទៅលើការបង្ហាញរូបភាពក៏ដូចជាវីដេអូនៅលើអេក្រង់ទាំងពីរនេះគឺពិតជាមានពន្លឺភ្លឺច្បាស់ហើយនឹងមានភាពរស់រវើកខ្លាំងមែនទែនមិនថាការលេង game ក៏ដូចជាការ design ទេហើយជាមួយគ្នានេះដែរនៅលើអេក្រង់ភ្លោះនេះក៏មានការគ្រប់គ្រងដោយកម្រិតពន្លឺខ្ពស់រហូតដល់ 1100 nit និងមានការទទួលស្គាល់ពីវិញ្ញាបនបត្រ VESA Display HDR True Black 1000ក៏ដូចជាកម្រិតចាក់ពណ៌ DCI P3 100%ព្រមទាំងមានមុខងារពិសេសអាចបង្ហាញពីភាពត្រឹមត្រូវនៃពណ៌ដែលភ្នែកមនុស្សមិនអាចមើលដឹងថែមទៀតផងហើយអ្វីដែលកាន់តែពិសេសនោះនៅលើអេក្រង់ Core របស់ Zephyrus Duo ចំនួនថ្មីនេះគឺមានការគ្រប់គ្រងដោយបច្ចេកវិទ្យា Nvidia G-Sync ដែលជួយឲ្យការបង្ហាញវីដេអូចលនានិងមាតិកា HDR នៅលើអេក្រង់នេះគឺមានភាពច្បាស់រស់រវើកនិងគ្មានស្រមោលនោះទេនិយាយរួមទៅលើការបង្ហាញនៅលើអេក្រង់ទាំងពីររបស់ Gaming Laptop អេក្រង់ភ្លោះចំនួនថ្មីនេះគឺពិតជាល្អខ្លាំងមែនទែនមិនថាតែការលេង game ដែលមាន graphic ធំៗឬក៏ការ design ដែលមាន graphic ច្រើននោះទេគឺការបង្ហាញចេញមកគឺច្បាស់រស់រវើកហើយនឹងអាចសម្របបានទៅតាមមាតិកាដែលយើងកំពុងប្រើប្រាស់នៅលើអេក្រង់នេះថែមទៀតផងហើយនៅលើអេក្រង់នេះដែរក៏មានការបំពាក់នៅកាមេរ៉ា webcam ដែលមានសមត្ថភាពអាចថតវីដេអូបានកម្រិត Full HD ដែលផ្ដល់នូវភាពងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាធ្វើការប្រជុំ online ក៏ដូចជា video call ផងដែរហើយជាមួយនឹងការប្រើប្រាស់នៅលើ ROG Zephyrus Duo ចំនួនថ្មីនេះដែរបងប្អូនអាចប្រើប្រាស់ Gaming Laptop អេក្រង់ភ្លោះនេះបាន5របៀបផ្សេងគ្នាដែលមានដូចជាទម្រង់ Dual Screen ទម្រង់ Laptop Sharing ក៏ដូចជា Book ហើយចុងក្រោយគេនេះគឺប្រភេទ 10 Mode ដែលផ្ដល់នូវភាពងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាអាចប្រើប្រាស់បានគ្រប់ទីកន្លែងនិងគ្រប់កលៈទេសៈហើយនឹងគ្រប់អ្វីដែលយើងចង់បានមិនថាទម្រង់បែបណាក៏យើងអាចប្រើប្រាស់បានបាទហើយតាក់ទងទៅនឹងកម្លាំងម៉ាស៊ីននិងដំណើរការប្រើប្រាស់នៅលើ Gaming Laptop អេក្រង់ភ្លោះចំនួនថ្មីនេះវិញគឺពិតជាខ្លាំងបងប្អូនឃើញទាំងអស់គ្នាបាទគឺក្រុមហ៊ុនបានបំពាក់មកជាមួយនៅ CPU ចំនួនចុងក្រោយប្រភេទ Intel Core Ultra 9 ដែលមានលេខ 386H ដែលនេះគឺជា CPU ចំនួនថ្មីដំណើរការនៅលើ chip 16 core ក៏ដូចជា32 thread ដែលផ្ដល់នូវល្បឿនលឿនបំផុតសម្រាប់បំពេញការងារច្រើននៅពេលតែមួយហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះនៅលើ Gaming Laptop អេក្រង់ភ្លោះចំនួនថ្មីនេះក៏ត្រូវបានដាក់ឲ្យដំណើរការនៅ Graphic Card Nvidia GeForce RTX 5090 Laptop GPU ផងដែរដែលមានទំហំដល់ទៅ 24GB GDDR7 VRAM និងមានកម្រិត TGP កម្លាំងរហូតដល់ 150W Max ហើយនឹងមានបច្ចេកវិទ្យា AI ចំនួនចុងក្រោយក៏ដូចជាបច្ចេកវិទ្យា Ray Tracing Core ចំនួនទី4ដែលធានាបានទៅលើការប្រើប្រាស់កាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់បំពេញការងារបានកាន់តែលឿននិងការលេង game graphic ធំៗបានកាន់តែរលូននិយាយទៅ smooth មកការលេង game នៅលើម៉ាស៊ីននេះយើងមើលឃើញទាំងអស់គ្នាគឺពិតជា smooth ហើយបន្ថែមពីនេះនៅលើ
gaming laptop អេក្រង់ភ្លោះចំនួនថ្មី Surface Duo នេះក៏មានមកជាមួយនឹង RAM ប្រភេទ DDR5X ទំហំ 32GB និងអង្គចងចាំក្នុងម៉ាស៊ីនប្រភេទ M2 SSD PCIe 5.0 NVMe ទំហំ 2TB ហើយនឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Microsoft Windows 11 Home រួមនឹងថាមពលថ្មទំហំដល់ទៅ 90W មកដែលមានមកជាមួយនឹងឆ្នាំងសាកកម្លាំង 250W ថែមទៀតផងនិយាយរួមទៅជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាបែបនេះសម្រាប់បងប្អូនទាំងគ្នាដែលជាអ្នកលេងហ្គេមកម្រិតកំពុងគឺពិតជាទទួលបាននូវភាពរស់រវើកខ្លាំងមែនទែននៅលើអេក្រង់ក្រៅពីកម្រិតភាពច្បាស់ហើយគឺថែមទាំងមានម៉ាស៊ីនខ្លាំងរួមជាមួយនឹងថាមពលថ្មដែលកាន់បានយូរក៏ដូចជាផ្ដល់នូវភាពជឿជាក់កាន់តែខ្លាំងទៅលើការលេងហ្គេមតាក់ទងទៅនឹងរូបរាងនេះដែរ Gaming Laptop អេក្រង់ភ្លោះចំនួនថ្មីនេះគឺមានទម្ងន់ 2.82 គីឡូក្រាមនិងមានការបំពាក់នៅប្រព័ន្ធត្រជាក់ Rock Intelligent Cooling ដែលរចនាឡើងយ៉ាងពិសេសបំផុតសម្រាប់ប្រើប្រាស់នៅលើ Laptop អេក្រង់ភ្លោះចំនួនថ្មីនេះដោយប្រព័ន្ធនេះមិនត្រឹមតែជួយគ្រប់គ្រងទៅលើការឡើងកម្ដៅនៅលើម៉ាស៊ីនប៉ុណ្ណោះទេគឺថែមទាំងជួយរក្សាម៉ាស៊ីនឲ្យនៅត្រជាក់និងដំណើរការបានរលូនថែមទៀតផងហើយបន្ថែមពីនេះនៅលើ laptop អេក្រង់ភ្លោះចំនួនថ្មីនេះក៏មានមកជាមួយនៅបន្ទះត្រជាក់ក៏ដូចជាកង្ហារ2គ្រាប់ដែលជួយឲ្យម៉ាស៊ីននេះកាន់តែត្រជាក់បានល្អកាន់តែខ្លាំងថែមទៀតផងហើយអ្វីដែលពិសេសនោះគឺក្រុមហ៊ុនបាន design ជាមួយបន្ទះ graphic sheet ដែលគ្របដណ្ដប់ទៅលើ CPU និង GPU ដល់ទៅ 100% បាទក្រៅពីការបំពាក់នៅបច្ចេកវិទ្យាអេក្រង់ចំនួនថ្មីក៏ដូចជាមានកម្លាំងម៉ាស៊ីនខ្លាំងបាទនៅលើ gaming laptop អេក្រង់ភ្លោះនេះក៏មានភ្ជាប់មកជាមួយនឹងក្តារចុច magnetic ចំនួនថ្មីដ៏ទំនើបដែលជាប្រភេទ backlit checklit keyboard one zone RGB ដែលមានកម្រាស់ត្រឹមតែ 5.1 mm ប៉ុណ្ណោះហើយក្តារចុចនេះគឺប្រើប្រាស់នៅគ្រាប់ចុចប្រភេទ key travel ដែលស្រដៀងគ្នាទៅនឹង keyboard នៅលើ gaming laptop ដែលយើងប្រើនាពេលបច្ចុប្បន្ននេះផងដែរដូច្នេះរាល់ដំណើរការផ្សេងក៏ដូចជាការវាយអត្ថបទលេង game នៅលើ keyboard នេះគឺពិតជាមានភាពរលូនមិនមានបញ្ហានោះទេបាទហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺក្តារចុចនេះយើងអាចដកចេញចូលបានហើយវាអាចដំណើរការជាមួយ laptop អេក្រង់ភ្លោះខាងលើនេះដោយរលូនតាមរយៈនៃការប្រើប្រាស់បច្ចេកវិទ្យា Bluetooth ដូច្នេះមិនថាលោកអ្នកនៅទីណាទេគឺអាចបញ្ជាបានទៅលើ laptop នេះតាមរយៈ keyboard នេះបានយ៉ាងរលូនហើយបន្ថែមពីនេះនៅលើក្តារចុច magnetic ចំនួនថ្មីនេះក៏មានមកជាមួយនៅបន្ទះ touchpad ដែលមានទំហំធំជាងមុនដែលផ្ដល់ឲ្យយើងបញ្ជាទៅលើមុខងារនានាដោយម្រាមដៃជាច្រើនបានយ៉ាងរលូនថែមទៀតផងហើយតាក់ទងទៅនឹងតំណភ្ជាប់វិញនៅលើ gaming laptop អេក្រង់ភ្លោះចំនួនថ្មីនេះគឺមានមកជាមួយនៅ Wi-Fi 7 Bluetooth 6.0 ហើយនឹងរុន Thunderbolt 4 USB-C Display Port 2.1 ចំនួន2គ្រាប់រួមនឹងរុន USB 3.2 Gen 2 Type A ចំនួន2គ្រាប់ក៏ដូចជារុន 3.5 Combo Audio Jack ហើយនឹងរុន SD card ហើយបើមើលទៅលើប្រព័ន្ធសំឡេងដែលបំពាក់នៅលើ gaming laptop អេក្រង់ភ្លោះនេះវិញគឺមានការបំពាក់នៅ speaker ចំនួន4គ្រាប់គ្រប់គ្រងដោយប្រព័ន្ធសំឡេងចំនួនថ្មី Dolby Atmos ដែលមានសមត្ថភាពបន្លឺសំឡេងបានខ្លាំងនិងពីរោះបំផុតសរុបសេចក្តីមក Surface Duo GX 651AX ចំនួនថ្មីនេះគឺជា gaming laptop អេក្រង់ភ្លោះ OLED ទំហំ 16 អ៊ីញដំបូងគេនៅលើពិភពលោកដែលមានសមត្ថភាពខ្ពស់ប្រកបដោយការច្នៃប្រឌិតខ្ពស់គ្មានគ្រូព្រាបនោះទេហើយ model នេះត្រូវបានរចនាជាពិសេសបំផុតដើម្បីផ្ដល់ឲ្យអ្នកលេង game អាជីពក៏ដូចជាអ្នកផលិតមាតិកាកំពុងកាន់តែមានភាពជឿជាក់ថែមទៀតជាមួយនឹងបទពិសោធន៍ថ្មីសម្រាប់ការលេង game ក៏ដូចជាការ design ប្រកបដោយភាពច្នៃប្រឌិតនៅពេលនេះ gaming laptop អេក្រង់ភ្លោះ Surface Duo GX 651AX ថ្មីនេះគឺមានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយជាមួយនឹងតម្លៃ $5,499 ហើយជាមួយនឹងការជា Surface GX 651AX ចំនួនថ្មីនេះពីក្រុមហ៊ុនផ្លូវការបងប្អូននឹងទទួលបាននូវការធានារយៈពេល 2 ឆ្នាំទៅលើ International Warranty ក៏ដូចជាទទួលបាននូវ ASUS Perfect Warrantyថែមទៀតផងដូច្នេះសម្រាប់បងប្អូនទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ជាមួយ gaming laptop អេក្រង់ភ្លោះចំនួនថ្មីនេះអាចរកជាបាននៅហាង ASUS Exclusive Store ក៏ដូចជានៅតាមតំណាងចែកចាយ ASUS ដែលនៅជិតលោកអ្នកបំផុតបាទសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងក្រុមហ៊ុន ASUS ប្រចាំប្រទេសកម្ពុជាតាមរយៈអាស័យដ្ឋានខាងក្រោម